ជុំរៀបសុខមកបងក្នុង YouTube អ្នកគ្នាបានទស្សនវិជ្ជានៅខាងក្រោយកន្លែងខ្ញុំស្នាក់នៅបងប្អូនគ្នានេះហើយនេះស្ថិតនៅក្នុងប្រទេសជប៉ុនបងប្អូនគ្នាបាននៅខេត្តខ្ជូតូបងប្អូនគ្នាបានបងមើលទស្សនវិជ្ជាមួយរយៈនេះគឺថានៅក្នុងប្រទេសជប៉ុនគឺភ្លៀងរលឹមជាប់ចូលខ្ទង់10ថ្ងៃជាងណែបងប្អូនគ្នាបានគឺមិនអត់ស្លាស់ទេបងប្អូនមើលទៅមិនអត់ស្លាស់ទេហើយក៏មានជួយដីខ្លះដែរហ្នឹងបងប្អូនគ្នាបាទខាងក្រោយនេះគឺភ្នំមកវិញបងប្អូនគ្នាមើលឃើញទេភ្នំបងប្អូនគ្នាហើយមើលឃើញទេបងប្អូនដោយសារថាមេឃវាងឹតស្អាប់ពេកចឹងបងប្អូនគ្នាបាទខ្ញុំមើលទៅចឹងអានេះជាទស្សនវិជ្ជាក្នុងប្រទេសជប៉ុននៅខេត្តខ្ជូតូកន្លែងនេះខ្ញុំស្នាក់នៅបងប្អូនគ្នាបាទមើលបានទស្សនវិជ្ជាកន្លែងសម្រាប់ស្នាក់គឺនៅជាន់ទី4ខ្ពស់មែនទែននេះមើលទៅក្រោមបងប្អូនគ្នាបាទគឺថាខ្ពស់ខ្លាំងមែនទែនបងប្អូនគ្នាបាទអរគុណច្រើនបងប្អូនគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់